ចាស់យ៉ាងវិញទៀតចង់ជម្រាបជូនដែរថាដោយសារលិខិតរដ្ឋបាលអត់មានការណែនាំផ្លូវការទេជាលេខអក្សរផ្លូវការពីរដ្ឋាភិបាលទេអញ្ចឹងមានន័យថាវាអត់មានច្បាប់ទេអត់មានច្បាប់ណែនាំឲ្យធ្វើអញ្ចឹងដូចគ្នាទេហើយនៅក្នុងច្បាប់តលក្ខន្តិកៈគេថាមន្ត្រីរាជការទាំងអស់ត្រូវគោរពច្បាប់និងបទបញ្ជារបស់ថ្នាក់លើបើមានច្បាប់ត្រូវតែគោរពច្បាប់តែបើអត់មានច្បាប់ទេត្រូវគោរពបទបញ្ជារបស់ថ្នាក់លើអញ្ចឹងកិច្ចការកន្លែងណាដែលយើងមិនច្បាស់តែយើងមិនដឹងថាត្រូវអនុវត្តរបៀបម៉េចសូមស្នើសុំការពន្យល់ឬក៏ការផ្ដល់យោបល់ការណែនាំពីថ្នាក់លើរបស់ខ្លួនហើយបើថ្នាក់លើណែនាំថាម៉េចសូមអនុវត្តតាមនឹងចាស់ពីព្រោះយើងបានអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើហើយដែលស្របតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលមានប៉ុណ្ណឹងតែមានសំណួរអីបន្ថែមទៀតទេអត់មានអញ្ចឹងខ្ញុំបង្ហាញលំហាត់ដែលយើងត្រូវធ្វើដោយខ្ញុំបញ្ជាក់ហើយថាសម្រាប់មេរៀនតែលិខិតគតិយុត្តលិខិតរដ្ឋបាលនេះឲ្យតែមានរយៈពេល30ម៉ោងឡើងខ្ញុំនឹងដាក់លំហាត់ជូនហើយលំហាត់តែមួយទេគឺពាក់ព័ន្ធលិខិតរដ្ឋបាលលោកស្រីទាំងអស់គ្នាមើលឃើញទេចាឃើញអ្នកគ្រូលំហាត់នេះស្ម័គ្រចិត្តណាមិនមែនថាត្រូវតែធ្វើទាំងអស់គ្នាទេតែខ្ញុំក៏បញ្ជាក់ថាបើចង់ចេះតើធ្វើលិខិតរដ្ឋបាលមិនអាចរៀនទ្រឹស្ដីរੂហ្នឹងហើយចេញទៅធ្វើលិខិតមួយបានទេអញ្ចឹងតើតែអនុវត្តហើយនេះគឺការអនុវត្តអញ្ចឹងបើសិនជាអាចគួរតែសាកល្បងធ្វើហើយបើអ្នកធ្លាប់ធ្វើហើយធ្វើទៀតទៅអញ្ចឹងសូមរៀបចំលិខិតរដ្ឋបាលមួយប្រភេទដែលគេហៅថាលិខិតស្នើហើយខ្ញុំបញ្ជាក់ទៀតគឺសេចក្តីព្រាងលិខិតស្នើរបស់រដ្ឋមន្ត្រីឬប្រធានស្ថាប័នរបស់លោកអីក៏ផ្ញើជូនសម្ដេចទេវតីឬអាដាមឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបើសិនជាលោកស្រីជាមន្ត្រីរាជការស៊ីវិលអញ្ចឹងរាល់ការតែង